វេអងដុកអស់ព្រៃជាង40ម៉ែត្រគូបផ្ងាជើងនៅលើផ្លូវជាតិលេខ6យប់រំលងអត្រាតឯសមត្ថកិច្ចថាអត់ដឹងមានច្បាប់ឬអត់ព្រោះឡានដោះស្លាកលេខបាត់មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្ដាលអត្រាតដោយរថយន្តវេអងខ្នាតយក្សដឹកអស់ឈើព្រៃពេញផ្ទុកបានបើកក្រឡាប់ផ្ងាជើងឡើងនៅលើផ្លូវជាតិលេខ6បន្ទាប់ពីព្យាយាមបើកបាគោយន្តកន្ត្រៃពីរគ្រឿងហេតុការណ៍នេះបានកើតឡើងកាលពេលវេលាម៉ោង2រំលងអត្រាតឈានចូលថ្ងៃទី20ខែកក្កដាឆ្នាំ2026ស្ថិតត្រង់ចំណុចភូមិទួលសាឡាឃុំចុងដូងស្រុកបារាយខេត្តកំពង់ធំតាមប្រភពព័ត៌មានពីកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុគេឃើញរថយន្តខ្នាតយក្សខាងលើដឹកអស់ព្រៃប្រហែលជាង40ម៉ែត្រគូបធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកាត់ហេតុក៏បានបើកវ៉ាគោយន្តកន្ត្រៃពីរគ្រឿងទៀតបណ្ដាលឲ្យទប់ចង្កូតមិនជាប់រួចក្រឡាប់ផ្ងាជើងតែម្ដងក្រោយកាត់ហេតុគេឃើញមានវត្តមានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបារាយនិងមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្មបានចុះទៅដល់ទីតាំងកាត់ហេតុផងដែរយ៉ាងណាមិញអ្វីដែលធ្វើឲ្យមានការងឿងឆ្ងល់នោះគឺរថយន្តបង្កត្រូវបានគេដោះស្លាកលេខចេញបាត់ដើម្បីលាក់បាំងអត្តសញ្ញាណនៅពេលដែលភ្នាក់ងារសារព័ត៌មានយើងព្យាយាមសួរនាំរករបាយការណ៍ជំវិញគ្រោះថ្នាក់នេះសមត្ថកិច្ចបានឆ្លើយតបថាមិនបានធ្វើរបាយការណ៍នោះទេលើសពីនេះពេលសាកសួរទៅមន្ត្រីជំនាញព្រៃឈើអំពីច្បាប់អនុញ្ញាតក្នុងការដឹកជញ្ជូនអស់ឈើព្រៃទាំងនេះមន្ត្រីជំនាញក៏បានឆ្លើយថាអត់ដឹងដូចគ្នាដោយបានត្រឹមតែឈរមើលលេមលើមនៅកន្លែងកើតហេតុប៉ុណ្ណោះប្រភពដដែលបន្តថានៅក្នុងហេតុការណ៍នោះគេមិនបានឃើញវត្តមានម្ចាស់រថយន្តឬថៅកែម្ចាស់អស់ចេញមកដោះស្រាយឡើយពលគឺមានតែក្រុមកម្មករជាច្រើនអ្នកកំពុងតែនាំគ្នាយកឡានផ្សេងមួយគ្រឿងទៀតមកសាងនិងលើកផ្ទេរអស់ចេញពីឡានក្រឡាប់ទាំងប្រញាប់ប្រញាល់បច្ចុប្បន្នករណីដឹកជញ្ជូនអស់ព្រៃខ្នាតយក្សដែលគ្មានប្រភពច្បាស់លាស់និងដោះស្លាកលេខរថយន្តគេចវេះនេះកំពុងរងការរិះគន់ពីមហាជនជំវិញចំណាត់ការនិងដំណាភៀបមន្ត្រីជំនាញនៅក្នុងតំបន់នោះ